បំផុតអូនស្តេឡានិងអូនស្តេស៊ីបានជួបគ្នាហើយរឿងដែលនឹកស្មាននៅការជួបគ្នាលើកដំបូងមានជាការម្នាក់ក្តិចម្នាក់វាយគ្នាយំពេញនឹងទៅហឹងអឹងក៏គ្រាន់តែកម្រងថាយកអូនស្តេឡានិងអូនស្តេស៊ីមកជួបគ្នាហ្នឹងតាំងពីអូនស្តេឡានិងអូនស្តេស៊ីនៅអាយុ1ខែ2ខែមែនដោយសារតែម៉ាមីហ្នឹងគឺរវល់មែនតើបំណងហ្នឹងនាំកូនមកជួបគ្នាទេតែម៉ាមីហ្នឹងជ្រុលហួសតាណាដល់លើភ្នំលើអីនេះចាំមើលថាអូនស្តេឡាអូនស្តេស៊ីជួបគ្នាលើកដំបូងមានរឿងអីខ្លះមែនតើទៅទាំងអស់គ្នានៅពេលដែលយើងឡើងភ្នំអីចឹងគឺគ្មានអីស្រួលជាងសាច់អាំងហ្នឹងទេងាយហើយស្រួលក្នុងការវិចខ្ចប់ឡើងទៅលើភ្នំអីចឹងណាហើយបើនិយាយពីផ្ទះខ្ញុំវិញបងប្អូនអើយស្ករត្នោតគឺមានប្រចាំទាំងធុងដោយសារស្ករខ្មែរធម្មជាតិចេះធ្វើអីក៏ឆ្ងាញ់ដែរថ្ងៃនេះគឺថាអូនស្តេឡាអូនស្តេស៊ីជួបគ្នាលើកដំបូងនិយាយពីទឹកមុខដូចមិនសូវស៊ីគ្នាសោះមើលគ្នាទៅវិញទៅមកដូចចម្លែកឲ្យមិនទេហើយហេគុយនិងអេដិននេះគឺគេចាប់ដៃគ្នាស្វាគមន៍រាប់អាននេះដែរគេថា new friend ណាម៉ាមីមិត្តភក្តិថ្មីនេះដូចធុងចាប់ដៃគ្នាហើយរត់អៀនគ្នាមិនទេតបមកគឺថាយើងរស់រាន់បញ្ញាប់ដើម្បីឲ្យតន់ថ្ងៃលើកណាត់គ្នាទៅអាំងសាច់លើភ្នំក្រោមអីចឹងណាហើយភ្នំក្រោមថ្ងៃរះថ្ងៃលិចហ្នឹងគឺស្អាតមែនតើហើយមែនតើទាំងអស់គ្នាជីតែមិនបានពាក់កណ្ដាលផ្លូវតែថ្ងៃចង់រត់ចោលបាត់ហើយនេះតែអត់អីទេយើងសាន់សេតបដាតាមផ្លូវអីចឹងណាម្រងហ្នឹងថាយកអូនស្តេឡាអូនស្តេស៊ីជួបគ្នាតែមែនតើកម្មវិធីនេះដូចកម្មវិធីរបស់ម៉ាមីវិញយើងទៅលក្ខណៈក្រុមធំតែម្ដងទាំងម៉ែដោះអូនស្តេស៊ីម៉ែដោះអូនស្តេឡាអីទៅទាំងអស់គ្រូសាអាជីអីទៅទាំងអស់មកហើយទៅតែមានពេលកាត់វីដេអូនេះជូនបងប្អូនទស្សនាឯណាហើយសម្រាប់ភ្នំក្រោមនេះគឺខ្ញុំតែងតែមករហូតហ្មងឲ្យតែថារៀងចង់អាំងសាច់អាំងអីគឺមកហ្នឹងហើយដោយសារវាចិត្តក្រុងហើយស្រួលហើយនេះគឺថាយើងធ្វើសាច់អាំងកូនកាត់បែបក្រេបែបខ្មែរអីចឹងទៅហើយឲ្យតែធ្វើសាច់អាំងបែបកូនកាត់បែបអញ្ចឹងគឺថាចោលបានឯជាមួយនឹងគឹមឈីបន្លែស្រស់ផ្សិតអីនេះគឺអូយឆ្ងាញ់ហ្មងដាក់ទៅត្រូវជាតិគ្នាយើងធ្វើសាច់អាំងអត់បន្លែអត់គឹមឈីនេះថាតលន់ហើយវីដេអូត្រង់នេះស្ដាប់អត់ដឹងវាឌីលខ្ញុំថាវាសំដែងធ្វើស្រឡាញ់ខ្ញុំអីណាពុះអីណាណីវាហើយបន្ទាប់ពីរៀបចំហើយមេចាប់ផ្ដើមធ្លាក់ងឹតមកអត់ទាន់ថ្ងៃមែនទាំងអស់គ្នាលិចចោលបាត់តែម្ដងចាយើងក៏បានថតរូបទុកអនុស្សាវរីយ៍លេងអញ្ចឹងហើយបងក៏រៀបរាប់រឿងភ្លើងប្រកាត់គ្នា4នាក់អត់ទាន់ឆេះទេនេះស័ក្តិសម័យមើលបងប្អូនអារម្មណ៍តែអាំងសាច់លើភ្នំជ្រាលនេះហើយបើមុនញ៉ាំអីដូចជាញ៉ាំសាច់អាំងឬញ៉ាំអីក៏ដោយយើងឆ្លៀតញ៉ាំម្ទេស collagen plus មុន10-15នាទីអាហ្នឹងគឺប្រសិទ្ធភាព work មែនតើហ្មងហើយបើបានដាក់ជាមួយទឹកត្រជាក់ទៀតអូយរសជាតិឆ្ងាញ់សាហាវអញ្ចឹងបាននិយមន័យមួយនេះអត់ខុសមែនលើកដាច់សាច់ស្អាតឆ្ងាញ់សុវត្ថិភាពនេះគឺថាអត់ខុសមែនណាសារតែអ្នកញ៉ាំហើយគឺទៅសើគ្រប់គ្នាពីគុណភាពញ៉ាំហើយកាត់បន្ថយ stress សម្រួលដល់ការមករដូវជួយដល់កោសិកាស្បែកយើងមកតួខ្លួនមកហើយសម្រាប់ម្ទេស collagen plus មានដាក់សារជាតិអរម៉ូនឬជំរុញអរម៉ូនទេអត់មានជាតិស្ករអត់មានជាតិ trans fat អីទាំងអស់វាជា collagen សុទ្ធអញ្ចឹងទាំងអស់គ្នាអាចញ៉ាំបានទាំងបរិសុទ្ធទាំងនារីកម្រិត collagen ខ្ពស់ជា premium collagen ជា collagen healthy glow ជាផលិតផលមកពីប្រទេសជប៉ុនហ្មងញ៉ាំតែ7ថ្ងៃ10ថ្ងៃគឺឃើញផលហ្មង7ថ្ងៃ10ថ្ងៃដំបូងយើងឃើញមុខយើងថ្លាស្បែកយើងភ្លឺហ្មងតែបើញ៉ាំជាប់ជាប្រចាំមកជំនួយដល់ស្បែកសក់កញ្ចក់ភ្នែកឆ្អឹងសន្លាក់យើងសក់កញ្ចក់យើងឲ្យដុសលឿនដុសមាំល្អនេះគឺជំនួយសុខភាពស្បែកពីខាងក្នុងមកហ្មងបើរឿងថាចង់ពជាភាពចាស់ជួយសាច់ចាំក្មេងជាងវ័យអីញ៉ាំឲ្យជាប់ជាប្រចាំណាឃើញស្បែកមុខស្បែកខ្លួនយើងហាប់តឹងណាជួយស្បែកយើងថ្លាស្បែកយើងសំណើមកាត់បន្ថយស្នាមវិញកាន់តែល្អស្នាមជ្រីជ្រួញស្នាមអុចខ្មៅជាំអាចរុយស្នាមមុនលើខ្នងលើមុខលើអីហ្នឹងជួយស្បែកយើងមកតួខ្លួនមានសុខភាពល្អមើលទៅមានសភាព clear skin ស្អាតហ្មងហើយបងមតីដាស់តឿនទៀតបើអត់ចង់សទេញ៉ាំតែមតី collagen plus បានហើយបើចង់សលះសស្លេកសឈូកដូចក្នុងវីដេអូនេះបែបលក្ខណៈចិត្តមានកម្មវិធីឬចិត្តចូលរោងការអីរួមអ្នកស្រឡាញ់ស្បែកសខ្លាំងចាំប្រើជាមួយនឹងលេមតីឈុត VIP មានលេមានសេរ៉ូមាន scrub នេះដោយសារតែឈុតនេះគឺល្បីខ្លាំងហើយប្រចាំមតីប្រែបើថាចង់សគឺដាក់មកត្រូវគោលដៅហ្មងលេមតីស្តុកក្រៅរូបរាងថ្មីនេះកម្រិតសវាខ្លាំងហើយកាន់តែលងកាន់តែសំណើមកាន់តែគីឡូជាងមុនទៀតបំបត្តិស្នាមកាន់តែប៉ាកែកាន់តែល្អទៀតស្នាមសង្វារអីហ្នឹងហក់មកថាស្បែកណាគេកាំងសបល់ធ្លាប់ប្រើជាតិកាត់ច្រើនខូចស្បែកអស់កោសិការរាំងការពារស្បែកគាត់ខ្សោយប្រើអីលេងសបងមតីណែនាំឈុត collagen បុកលេមតីឈុត VIP មកឈុតហ្នឹងល្អលែងនិយាយឲ្យជំនួយទាំងក្នុងទាំងក្រៅអ្នកកាំងសបល់ឲ្យដាក់ឈុតហ្នឹងបើមិនសបើមិនស្អាតទេគឺថាបងមតីឲ្យលុតថែមបើថាជ្រុលណែនាំប្រាប់បងប្អូនណែនាំឲ្យលំអិតនិយាយមែនឈុតហ្នឹងគឺថាផ្ទុះអន់ត្រេនខ្លាំងមែនតើបើងាកមករឿងសាច់អាំងដំណើរកំសាន្តយើងវិញគឹមឈីផ្ទះខ្ញុំគឺខ្ញុំធ្វើទុករាល់ថ្ងៃមកគ្រាន់តែសាផ្ទះខ្ញុំអាសាសាច់អាំងអាសាអីលក្ខណៈថាឡើងភ្នំឡើងអីចឹងណាអត់មានអីទេទាំងអស់គ្នាអើយចង់បាយឆ្ងាញ់គឺឡើងភ្នំទៅនៅលើភ្នំដាច់ស្រយាលចេះស្អីក៏ឆ្ងាញ់ដែរទាំងអស់គ្នាថាឡើយសាច់អាំងណាស្អីក៏ឆ្ងាញ់ដែរនៅលើនេះជាពិសេសគឺថាបានញ៉ាំជុំគ្នាដដើមគ្នាអញ្ចេះទៀតគឺឆ្ងាញ់ខ្ញុំអត់ចេះហូបអីហូបម្នាក់ឯងឬពីរនាក់អីទេបើថាហូបជុំគ្នាគឺខ្ញុំចូលចិត្តមែនតើក្រៅពីសាច់អាំងយើងមានមាន់ប្រឡាក់មានស៊ុបស៊ីឈុនពងក្រួយជើងគោអីចឹងទៅអានេះបន្តិចអានោះបន្តិចចឹងណាតែមាន់នេះប្រឡាក់សម្រាប់ក្មេងៗដោយសារតែក្មេងៗគឺអត់មានអីញ៉ាំទេមានតែផ្លូវមាន់អាំងនេះឯងមកមើលអូនស្តេឡានិងអូនស្តេស៊ីគឺកើតខុសគ្នាតែកន្លះខែណាអញ្ចឹងគេអាចធ្វើពុកម៉ាក់គ្នាបានហើយគ្រាន់តែកម្រងយកអូនស្តេឡាអូនស្តេស៊ីមកជួបគ្នាឡើងមួយឆ្នាំជាងហើយពិតជាចៃដន្យណាបងប្អូនមកចំថ្ងៃមៀកបូជាខែរះពេញបរមីដល់អញ្ចឹងបរិយាកាសគឺកាន់តែ fresh ហ្មងហើយត្រង់នេះដែរខ្ញុំថតអត់ទាន់បងប្អូនតោះឲ្យមិត្តភ័ក្តិជួបគ្នាដំបូងមានជាការម្នាក់ក្តិចម្នាក់វាយយំគ្នាស្រែកឡើងយ៉ៃចឹងទៅដូចពាក្យមួយគេថាចេះបើមិនវាយគ្នាមិនស្គាល់គ្នាត្រូវនឹងអូនស្តេឡានិងអូនស្តេស៊ីនេះគឺថាឆ្នះដូចគ្នាបដ ហើយចូលដល់វីដេអូនេះគឺថារៀងយប់ជ្រៅហើយអញ្ចឹងនៅនឹងរៀងមានមូសអញ្ចឹងហើយក៏ឲ្យម៉ែដោះហើយនឹងតកុងឡានជូនអូនស្តេឡានិងអូនស្តេស៊ីទៅគេងមុនហើយធីមម៉ាមីនិងប៉ាប៉ានេះគឺថានៅបន្តដើម្បីដាក់ចំណីមូសហើយនៅនេះលើភ្នំទាំងអស់នេះមានតាំងពីផ្កាស្ដៅបើនិយាយពីបរិយាកាសវិញរ៉េតឲ្យ10 លើ 100 បដ ហើយ